ដំណោះស្រាយ Telegram ជាប់ហ្វុនអក្សរបែបនេះអូខេទាំងអស់គ្នាអញ្ចឹងបើសិនជា Telegram របស់អ្នកទាំងអស់គ្នាជាប់ហ្វុនអក្សរបែបនេះមានន័យថាអក្សរខ្មែរយើងវាតូចអក្សរអង់គ្លេសទៅវាធំទៅវាអត់ស្អាតទេអញ្ចឹងយើងមានដំណោះស្រាយមួយនៅក្នុងវីដេអូនេះសង្ឃឹមថាអ្នកទាំងអស់គ្នាតាមដានឲ្យចប់ហើយនឹងធ្វើបានទាំងអស់គ្នាអូខេតោះអញ្ចឹងយើងចុចនៅលើ Windows ទាំងអស់គ្នាចុច search បែបនេះមកអូខេហើយបន្ទាប់មកយើង search ពាក្យមួយដែលមានឈ្មោះថានេះទាំងអស់គ្នា R E G S T R Y Registry Editor អូខេយើងចូលកម្មវិធីនឹងមកយើងយក yes អូខេអញ្ចឹងដំបូងគឺវាចេញមកសភាពបែបនេះបងប្អូនគ្នាអញ្ចឹងបងប្អូនគ្នាអាចចូលយកពាក្យថានេះ H key local machine នេះមកយើងតម្លាក់ drop down នេះមួយមកអូខេអញ្ចឹងដំបូងវាចេញមកបែបនេះបងប្អូនគ្នាយកពាក្យថា Microsoft កន្លែងនេះអូខេបន្តមកទៀតទាំងអស់គ្នាចុច scroll មកក្រោមយកពាក្យថាយកពាក្យថា window NT កន្លែងនេះបងប្អូនគ្នា drop down វាមកបន្តមកទៀតទាំងអស់គ្នាយកពាក្យថា font sap កន្លែងនេះមកអូខេហើយប្រភេទ font នេះគឺទាំងអស់គ្នាយកជាមួយនឹង MS Style DLG 2នេះអូខេហ្នឹងហើយយើងចុច double click លើនឹងពីរដងមកបន្តមកទៀតគឺយើងទៅរក font មួយដែលខ្ញុំចង់ដាក់គឺ font របៀបនេះគឺឈ្មោះវាថាម៉ៃសានខ្មែរអូខេហើយយើង copy អក្សរហ្នឹងយកមកដាក់ copy font ឈ្មោះអក្សរហ្នឹងមិញបងប្អូនគ្នាយើងផាសនៅក្នុងកន្លែង value data ហ្នឹងមកអូខេហើយបើចង់បាន font ហ្នឹងអាចចូលទៅយកនៅក្នុង Telegram របស់ខ្ញុំបានផងដែរបាទអូខេបន្ទាប់ពីផាសហើយគឺយើងអូខេមកប៉ុណ្្នឹងគឺរួចរាល់ហើយអូខេអញ្ចឹងបងប្អូនគ្នាប្រហែលជាឆ្ងល់ថារួចរាល់ស្អីបើអត់តន់ឃើញវាដំណើរការទៅ font ធម្មតាវិញផងហ្នឹងហើយបងប្អូនគ្នាយើងធ្វើការ restart កុំព្យូទ័ររបស់យើងមួយសិនណាអូខេបន្ទាប់ពី restart ហើយទាំងអស់គ្នាអាចបើកជាមួយកុំព្យូទ័ររបស់យើងវិញមកគឺវាដំណើរការដូចដើមវិញហើយ